ណាសូមក្រាបថ្វាយបង្គំថេរានុថេរៈគ្រប់ព្រះអង្គជាទីសក្ការៈសូមគោរពសម្ដេចទ្រង់ឯកឧត្តមលោកជំទាវអស់លោកស្រីបងប្អូនអ្នកសារព័ត៌មាននិងជនរួមជាតិទាំងក្នុងនិងក្រៅប្រទេសជាទីគោរពនិងជាទីរាប់អានក្រុមការងារអ្នកនាំពាក្យរបស់យើងវិលមកជួបបងប្អូនយើងសាជាថ្មីដើម្បីធ្វើបច្ចុប្បន្នភាពពាក់ព័ន្ធទៅនឹងស្ថានភាពនៃការឈ្លានពានរបស់ថៃមកលើអធិបតេយ្យភាពបូរណភាពទឹកដីកម្ពុជាជាបឋមខ្ញុំសូមជូនវេទិកាជូនលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិដើម្បីធ្វើបច្ចុប្បន្នភាពស្ថានភាពនៅតាមព្រំដែនជូនចែកជូនបងប្អូនយើងសូមអញ្ជើញលោកជំទាវចាសសូមគោរពអរគុណអ្នកដំនិងសូមជម្រាបសួរដល់សាធារណជននិងអ្នកសារព័ត៌មានទាំងអស់ជាទីរាប់អាននៅថ្ងៃនេះនាងខ្ញុំសូមធ្វើបច្ចុប្បន្នភាពជូនអំពីស្ថានភាពនៃការឈ្លានពានរបស់យោធាថៃមកលើដែនអធិបតេយ្យរបស់កម្ពុជានៅក្នុងយុទ្ធភូមិភាគទី4និងទី5គិតមកដល់ថ្ងៃទី16ខែធ្នូឆ្នាំ2025នេះគឺជាថ្ងៃទី10ហើយដែលយោធាថៃបានធ្វើសកម្មភាពឈ្លានពានដោយមិនញញើតមកលើដែនអធិបតេយ្យរបស់កម្ពុជាភាគីថៃនៅតែបន្តរំលោភបំពានលើបទច្បាញ់និងសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃដែលភាគីទាំងពីរបានចុះហត្ថលេខាកាលពីថ្ងៃទី26ខែតុលាឆ្នាំ2025កន្លងទៅស្ថានភាពអំពីការគម្រាមកំហែងនិងការឈ្លានពានរបស់ភាគីថៃមកលើតំបន់មួយចំនួននៅក្នុងដែនអធិបតេយ្យរបស់កម្ពុជាទី1ស្ថានភាពជួរមុខនៅក្នុងសមរភូមិទិសយុទ្ធភូមិភាគទី4នៅក្នុងភូមិសាស្ត្រខេត្តឧត្តរមានជ័យនិងខេត្តព្រះវិហារភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីម៉ោង1រំលងអធ្រាត្ររហូតដល់ម៉ោង8:00នាទីព្រឹកថ្ងៃទី16ខែធ្នូឆ្នាំ2025នេះនៅវេលាម៉ោង1:00នាទីរំលងអធ្រាត្រយោធាថៃបានធ្វើការបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីនិងជប់អង្គញ់ឥតដាច់នៅវេលាម៉ោង5:30នាទីយោធាថៃបានចាប់ផ្ដើមធ្វើការបាញ់ប្រហារដោយប្រើប្រាស់កាំភ្លើងធំប្រភេទ155មីលីម៉ែត្រចូលក្នុងភូមិសាស្ត្រប្រាសាទព្រះវិហារនៅវេលាម៉ោង6:00នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រប្រាសាទតាក្របីនិងប្រាសាទតាមាន់និងថ្មដូននៅវេលាម៉ោង7:20នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភ្នំខ្មោចដោយប្រើប្រាស់កាំភ្លើងបំពាក់លើរថក្រោះចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រផ្សេងទៀតនៅមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងយើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតទី2ស្ថានភាពជួរមុខនៅក្នុងសមរភូមិក្នុងទិសយុទ្ធភូមិភាគទី5ក្នុងភូមិសាស្ត្រខេត្តបន្ទាយមានជ័យនិងខេត្តពោធិ៍សាត់ភាគីថៃបានបន្តបាញ់ប្រហារមកលើកម្ពុជាគិតចាប់តាំងពីវេលាម៉ោង18:00នាទីថ្ងៃទី15ខែធ្នូឆ្នាំ2025រហូតមកដល់ម៉ោង8:00នាទីថ្ងៃទី16ខែធ្នូឆ្នាំ2025នៅថ្ងៃទី15ខែធ្នូឆ្នាំ2025នៅវេលាម៉ោង18:20នាទីល្ងាចយោធាថៃបានបន្តបាញ់ផ្លោងចូលភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង20:27នាទីយោធាថៃបានបាញ់ផ្លោងជ្រុំសន្ធឹកសន្ធាប់ចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីនៅវេលាម៉ោង22:33នាទីយោធាថៃបន្តបាញ់កាំភ្លើងធំចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីរហូតមកដល់ថ្ងៃទី16ខែធ្នូឆ្នាំ2025យោធាថៃនៅបន្តបើកការបាញ់ប្រហារមកលើកម្ពុជានៅវេលាម៉ោង12:14នាទីរំលងអធ្រាត្រយោធាថៃបន្តបាញ់កាំភ្លើងធំចេញពីនាវាចូលក្នុងភូមិសាស្ត្រអូភ្លុកដំរីបន្ថែមទៀតនៅវេលាម៉ោង6:25នាទីព្រឹកយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិជោគជ័យនៅវេលាម៉ោង6:30នាទីយោធាថៃបានបាញ់ផ្លោងចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង7:10នាទីកម្លាំងថ្មើរជើងរបស់យោធាថៃអមដោយរថក្រោះព្យាយាមរុលចូលមុខក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទនៅវេលាម៉ោង7:36នាទីយោធាថៃបានចាប់ផ្ដើមបាញ់ផ្សែងពុលចូលក្នុងភូមិសាស្ត្រភូមិព្រៃច័ន្ទចំពោះស្ថានភាពនៅក្នុងភូមិសាស្ត្រដទៃផ្សេងទៀតមានសភាពស្ងប់ស្ងាត់ប៉ុន្តែកងកម្លាំងរបស់យើងនៅបន្តតាមដានដោយយកចិត្តទុកដាក់ខ្ពស់បំផុតក្រសួងការពារជាតិកម្ពុជាសូមធ្វើការច្រានចោលទាំងស្រុងចំពោះការផ្សព្វផ្សាយព័ត៌មានคล้ายៗបំភ្លៃខុសពីការពិតរបស់ភាគីថៃដែលបានចោទប្រកាន់លៀបពណ៌ផ្ទុយស្រឡះខុសពីការពិតក្រសួងការពារជាតិសូមធ្វើការបញ្ជាក់ជូនថាគោលដៅនៃការវាយប្រហាររបស់កម្ពុជាគឺជាការវាយការពារខ្លួនដែលផ្ដោតតែលើគោលដៅស៊ីវិលគោលដៅយោធាថៃតែប៉ុណ្ណោះមិនសំដៅទៅលើគោលដៅស៊ីវិលឬក៏ទីកន្លែងស៊ីវិលណាមួយឡើយប៉ុន្តែមានតែភាគីថៃទេដែលធ្វើការវាយប្រហារមកលើប្រជាជនស៊ីវិលរបស់កម្ពុជានិងធ្វើឲ្យប្រជាជនស៊ីវិលស្លូតត្រង់កម្ពុជាបានបាត់បង់ជីវិតនិងរបួសកើនឡើងចំនួនបន្ថែមទៀតគិតមកត្រឹមថ្ងៃទី15ខែធ្នូឆ្នាំ2025ត្រឹមវេលាម៉ោង6ល្ងាច
ហើយអ្វីដែលគួរឲ្យកត់សម្គាល់ផងដែរថាចំនួននៃការប្រើប្រាស់យន្តហោះចម្បាំងទម្លាក់គ្រាប់បែក F-16 និងការប្រើប្រាស់គ្រាប់បែកចំកោមរបស់យោធាថៃវាយប្រហារមកលើកម្ពុជាមានចំនួនទំហំកាន់តែកើនឡើងជាលំដាប់និងបានពង្រីកទីតាំងបាញ់ប្រហារមកលើកម្ពុជាកាន់តែចូលមកជ្រៅដោយករណីម្សិលមិញនេះយោធាថៃបានបើកការទម្លាក់គ្រាប់បែកចេញពីយន្តហោះប្រភេទ F-16 ចូលមកដល់ក្បែរជំរំជនភៀសខ្លួននៅក្នុងភូមិសាស្ត្រស្រុកស្រីស្នំខេត្តសៀមរាបអ្នកនាំពាក្យក្រសួងការពារជាតិទាមទារឲ្យយោធាថៃបញ្ឈប់នៅរាល់ទង្វើឈ្លានពានរបស់ខ្លួនបញ្ឈប់ការផ្សាយព័ត៌មានបំភ្លៃបញ្ឈប់ការវាយប្រហារដោយមិនរើសអើងមិនរើសគោលដៅពិសេសទៅលើជនស៊ីវិលនិងហេដ្ឋារចនាសម្ព័ន្ធស៊ីវិលបញ្ឈប់ការវាយប្រហារបំផ្លិចបំផ្លាញទីតាំងប្រវត្តិសាស្ត្រដែលមិនត្រឹមតែជាសម្បត្តិវប្បធម៌របស់ដ៏មានតម្លៃរបស់កម្ពុជាប៉ុណ្ណោះទេប៉ុន្តែជាសម្បត្តិវប្បធម៌របស់មនុស្សជាតិទាំងមូលបញ្ឈប់ការផ្សព្វផ្សាយព័ត៌មានមិនពិតសប្រែទៅជាខ្មៅជាបន្ទាន់ក្នុងន័យនេះកម្ពុជាសូមអំពាវនាវឲ្យសហគមន៍អន្តរជាតិកោតទោសយ៉ាងម៉ឺងម៉ាត់ចំពោះការរំលោភបំពានសេចក្តីថ្លែងការណ៍រួមស្តីពីកិច្ចព្រមព្រៀងសន្តិភាពរវាងកម្ពុជានិងថៃនិងសកម្មភាពឧក្រិដ្ឋកម្មសង្គ្រាមរបស់ថៃម្ដងហើយម្ដងទៀតនេះដោយទាមទារឲ្យថៃទទួលខុសត្រូវទាំងស្រុងចំពោះការរំលោភបំពានដ៏កម្រោលនេះកម្ពុជាអំពាវនាវឲ្យថៃបញ្ឈប់រាល់សកម្មភាពអរិភាពជាបន្ទាន់ដោយដកកម្លាំងចេញពីដែនអធិបតេយ្យរបស់កម្ពុជានិងជៀសវាងសកម្មភាពឈ្លានពានគំរាមកំហែងដល់សន្តិភាពនិងស្ថិរភាពនៅក្នុងតំបន់សូមគូបញ្ជាក់ផងដែរថាគិតមកដល់ម៉ោងនេះវីរៈកងទ័ពវីរៈនគរបាលកម្ពុជាបាននឹងកំពុងបន្តឈរជើងយ៉ាងរឹងមាំស្វាហាប់មោះមុតនិងនៅតែតស៊ូប្រយុទ្ធយ៉ាងស្វិតស្វាញតស៊ូតតាំងជាមួយសត្រូវឈ្លានពាននៅគ្រប់សមរភូមិទាំងអស់ក្នុងការបំពេញតួនាទីរបស់ខ្លួនដើម្បីការពារបូរណភាពទឹកដីរបស់កម្ពុជាយើងក៏បញ្ជាក់ឡើងវិញនៅសិទ្ធិស្វ័យការពារដែនអធិបតេយ្យរបស់យើងដោយដែលមានចែងនៅក្នុងច្បាប់អន្តរជាតិដើម្បីការពារបូរណភាពទឹកដីនិងប្រជាជនរបស់យើងទោះក្នុងតម្លៃណាក៏ដោយសូមប្រជាពលរដ្ឋទាំងអស់ជឿជាក់និងលើកទឹកចិត្តដល់វីរៈកងទ័ពវីរៈនគរបាលដ៏អង់អាចក្លាហានរបស់យើងដែលកំពុងតស៊ូយ៉ាងស្វិតស្វាញនៅគ្រប់សមរភូមិទាំងអស់រាជរដ្ឋាភិបាលកងទ័ពនិងប្រជាជនរួបរวมគ្នាជាធ្លុងមួយក្នុងការការពារទឹកដីសេចក្តីថ្លៃថ្នូរនិងអធិបតេយ្យភាពរបស់យើងដោយអង់អាចក្លាហាននិងដោយមិនងាករេទោះក្នុងកលៈទេសៈណាក៏ដោយ Greetings to the general public and member of the press. This morning I would like to update on the situation of the Thai invasion and armed attack launched on Cambodian territory in the 4th and 5th military region on December 16, 2025, which entered the 10th day. The Thai side has continuously violated the ceasefire and the joint declaration signed by the Prime Minister of the Kingdom of Cambodia and the Kingdom of Thailand on October 26, 2025. Now I would like to update on the situation of Thai aggression and attacks on certain areas within the southern territory of Cambodia. First, the frontline situation at the 4th Military Region, Udon Minchai and Preh Vihear Province. The Thai military continues its attack on Cambodia from 1 a.m. to 8 a.m. on December 16, 2025. At 1 a.m., the Thai military continued sailing into the area of Takraw Bay and Chup Angkun. At 5:30 a.m., the Thai military began firing 155 mm artillery into the area of Preh Vihear Temple. At 6 a.m., the Thai military sailed into the area of Takraw Bay Temple, Tamon Temple, and Modon. At 7:20 a.m., the Thai military sailed into Phnom Khmau area using tank-mounted machine gun. The situation in other areas remain calm, but our force continue monitor closely and remain highly vigilant. Second, the frontline situation at the 5th Military Region. The Thai military continue to attack on Cambodia from 6 p.m. of December 15 to 8 a.m. of December 16, 2025. On December 15, 2025, at 6:20 p.m., the Thai military fired artillery shell into the area of Prejan village. At 8:27 p.m., the Thai military intensified their artillery shelling into the area of Oplok Damrai. At 10:33 p.m., the Thai military fired shell from the Navy vessel into the area of Oplok Damrai.
On December 16, 2025, at 12:14 a.m., the Thai military continued to sailing from the Navy vessel in the area of Oplok Damrai. At 6:25 a.m., the Thai military sailed in the area of Chokchei village. At 6:30 a.m., the Thai military sailed in the area of Praychan village. At 7:10 a.m., the Thai infantry supported by tanks attempted to infiltrate the area of Praychan village. At 7:36 a.m., the Thai military sprayed toxic gas in the area of Praychan village. The situation in other areas remained calm, but our force continue to monitor closely and remain highly vigilant. The Ministry of National Defense of Cambodia completely rejects the dissemination of false information and distortion of the truth by the Thai side. We reiterate that Cambodia's right to self-defense is solely targeted at the Thai military targets and has never targeted at civilian area. Conversely, the Thai side has deliberately attacked locations where Cambodian civilians reside, resulting in increasing numbers of the death and injury of innocent Cambodian civilians. As of 6 p.m. December 15, 2025, it is also noteworthy that the number of fighter jets and cluster bombs used by Thai military to attack Cambodia has been increasing significantly and expanding its scope of brutal attack further deep into Cambodian sovereignty territory. For instance, as of yesterday, the Thai military used F-16 fighter jets to drop bombs near the displaced civilian camp in the area of Srei Snom district, Siem Reap province. The Ministry of National Defense spokeswomen demand that the Thai army immediately cease all its aggressive action, stop spreading false information that distort the truth, stop their indiscriminate attacks, especially on civilian community and civilian infrastructure, and stop attacking that destroy the historical sites, which are not only the most valuable cultural asset for Cambodia, but also for all humankind. In this sense, Cambodia called on the international community to strongly condemn Thailand's violation of the joint declaration and its repeated war crimes and unlawful activities, as well as demand that Thailand take full responsibility for such brazen violation. Cambodia urged that Thailand immediately stop all hostile activity and withdraw its force from Cambodia's territorial integrity and avoid acts of incursion and aggression that threaten peace and stability in the region. It is also important to stress that as of now, the heroic Cambodian Armed Force and National Police Force will continue to stand strong, brave, and steadfast in their fight against the aggressor and remain vigilant in fulfilling their duty to protect our territorial integrity of Cambodia. សូមអរគុណចំពោះការតាមដានស្ដាប់នៃការធ្វើបច្ចុប្បន្នភាពអំពីសមរភូមិជួរមុខក្នុងទិសយុទ្ធភូមិភាគទី4និងទី5 សូមអរគុណ បាទសូមអរគុណលោកជំទាវអ្នកនាំពាក្យក្រសួងការពារជាតិដែលបានធ្វើបច្ចុប្បន្នភាពបាទចែកជូនបងប្អូនយើងបានជ្រាបស្ថានភាពកាលពីយប់មិញនេះបាទហើយខ្ញុំឆ្លៀតឱកាសនេះសូមបញ្ជាក់ជូនតែរំលែកព័ត៌មានមួយចំនួនទៅដល់បងប្អូនយើងបានដឹងថាសង្គ្រាមដែលថៃបានឈ្លានពានទឹកដីកម្ពុជាយើងពួកគេបានធ្វើសង្គ្រាម2បាទទន្ទឹមគ្នាសង្គ្រាមទី1គឺសង្គ្រាមប្រដាប់អាវុធដោយដែលបងប្អូនយើងបានជ្រាបទាំងអស់គ្នាហើយគឺពួកគេបានប្រើប្រាស់អាវុធធុនធ្ងន់គ្រប់ប្រភេទមានទាំងកំភ្លើងធំយន្តហោះទម្លាក់គ្រាប់បែកផងដ្រូនផងរហូតដល់គ្រាប់បែកចង្កោមបាញ់ផ្សែងពុលសពបែបយ៉ាងដែលយើងបានដឹងទាំងអស់គ្នាមកលើប្រទេសជាតិកងទ័ពនិងប្រជាពលរដ្ឋយើងទី2គឺសង្គ្រាមចិត្តសាស្ត្រសង្គ្រាមនេះក៏គ្រោះថ្នាក់ដែរបើសិនណាបើយើងមិនបានយល់ហើយយើងមិនប្រយ័ត្នប្រយែងហើយធ្លាក់ចូលក្នុងអន្ទាក់របស់ពួកគេសង្គ្រាមនេះគេមានគោលដៅបំបាក់ស្មារតីបំបាក់ទឹកចិត្តកងទ័ពប្រជាពលរដ្ឋហើយក៏មានចរិតញុះញង់បំបាក់សាមគ្គីភាពរវាងប្រជាពលរដ្ឋខ្មែរនិងថ្នាក់ដឹកនាំពីព្រោះគេយល់ឃើញថា
ការបំបែកបាននេះគឺជាចំណុចខ្សោយរបស់យើងហើយក្នុងសង្គ្រាមចិត្តសាស្ត្រនេះសត្រូវឈ្លានពានរបស់យើងប្រើប្រាស់វិធីសាស្ត្រច្រើនយ៉ាងទី1គឺបណ្ដាញសង្គមដោយបងប្អូនយើងបានឃើញណាគេបង្កើតគណនីคล้ายច្រើនណាស់ដាក់ឈ្មោះខ្មែរសរសេរអក្សរខ្មែរតែគោលដៅបម្រើផលប្រយោជន៍ប្រទេសឈ្លានពាននៅក្នុងបណ្ដាញសង្គមសពថ្ងៃនេះបងប្អូនយើងប្រកាសជាបានស្គាល់ថាពួកគេបានបន្លំជាខ្មែរឧទាហរណ៍គេបង្ហោះរូបភាពមួយចំនួនដើម្បីបំបត្តិទឹកចិត្តបងប្អូនប្រជាពលរដ្ឋយើងកងទ័ពយើងគេបង្ហោះសម្លៀកបំពាក់របស់យោធាយើងមានរូបសញ្ញា logo កងទ័ពយើងអីផ្លាកឈ្មោះអីគេយកមកតុបតែងបង្កើតឡើងហើយបង្ហោះថានេះគឺជាអ្វីដែលគេចាប់បានអញ្ចឹងទៅគេយល់គេឲ្យប្រជាពលរដ្ឋយើងកងទ័ពយើងយល់ថាយើងចាញ់នេះចិត្តសាស្ត្រនេះធំធេងដែលបងប្អូនយើងត្រូវប្រយ័ត្នតាមពិតគេបង្កើតទាំងស្រុងមួយទៀតគេយករូបអាវុធ BM21 ដែលឆេះក្នុងសង្គ្រាមនៅប្រទេសសង្គ្រាមអ៊ុយក្រែននិងរុស្ស៊ីជាដើមគេយកមកបង្ហោះហើយគេថានេះគឺជាអាវុធរបស់កម្ពុជាយើងដែលគេកំទេចបានណាបងប្អូនយើងឃើញច្រើននៅក្នុងហ្នឹងរូបភាពមួយទៀតគេបង្ហាញពីអាវុធបាញ់រថក្រោះដែលគេថាគេចាប់បានពីកម្ពុជាប៉ុន្តែតាមពិតគេយកពីប្រទេសផ្សេងនេះគ្រាន់តែជាឧទាហរណ៍ទី3ដែលខ្ញុំលើកមកបញ្ជាក់ក្នុងចំណោមឧទាហរណ៍ជាច្រើនដែលគេបង្កើតឡើងជាសង្គ្រាមចិត្តសាស្ត្រដើម្បីជះចូលមកក្នុងប្រទេសកម្ពុជាយើងទី2គេប្រើប្រាស់បណ្ដាញសារព័ត៌មានផ្លូវការរបស់គេតែម្ដងដូចបងប្អូនយើងបានដឹងបណ្ដាញសារព័ត៌មានផ្លូវការរបស់ថៃស្ទើរតែទាំងអស់គឺផ្សាយរឿងភូតកុហកបំភ្លឺបំភ្លៃបំរើឲ្យគោលដៅសង្គ្រាមចិត្តសាស្ត្ររបស់អ្នកឈ្លានពានគេផ្សាយពីកងទ័ពយើងស្លាប់ប៉ុណ្ណេះអ្នកប៉ុណ្ណោះអ្នកនៅក្នុងសមរភូមិបងប្អូនយើងអាចយល់ពីបញ្ហានេះយើងការពារទឹកដីរបស់យើងនៅក្នុងដែនដីរបស់យើងចំណែកសត្រូវឈ្លានពានជាអ្នកចូលមកទឹកដីរបស់យើងអញ្ចឹងហេតុអីបានជាមកផ្សាយពីរឿងចំនួនកងទ័ពយើងស្លាប់អីទៅកើតវាអត់មានអញ្ចឹងនេះគឺជាការភូតកុហកសុបសាទគឺជាការបំរើសង្គ្រាមចិត្តសាស្ត្រសុបសាទអញ្ចឹងតើបងប្អូនយើងប្រុងប្រយ័ត្នមួយទៀតមន្ត្រីរដ្ឋាភិបាលនិងមន្ត្រីយោធារបស់គេនោះក៏តែងតែប្រើប្រាស់វិធីនឹងដែរតាមរយៈការអួតអាងបំភ្លឺបំភ្លៃក្នុងន័យបំបាក់ស្មារតីកងទ័ពបំបាក់ស្មារតីប្រជាពលរដ្ឋយើងប៉ុន្តែជាការកត់សម្គាល់ពួកគេយល់ច្រឡំទាំងស្រុងប្រជាពលរដ្ឋខ្មែរទូទៅមិនបានធ្លាក់ចូលក្នុងអន្ទាក់នេះទេនេះគឺជាចំណុចគួរឲ្យកត់សម្គាល់ខ្លាំងណាស់សម្រាប់បងប្អូនប្រជាពលរដ្ឋយើងខ្ញុំពិតជាកោតសរសើរបងប្អូនយើងមែនទែនមានភាពសកម្មហើយដឹងថានេះជាសង្គ្រាមចិត្តសាស្ត្រហើយបានចេញមុខប្រតិកម្មវាយបកភ្លាមតបទៅនឹងសង្គ្រាមចិត្តសាស្ត្រការភូតកុហករបស់ភាគីប្រទេសដែលឈ្លានពានយើងខ្ញុំស្រីឱកាសនេះសូមសម្ដែងកោតសរសើរចំពោះបងប្អូនប្រជាពលរដ្ឋយើងជាពិសេសបងប្អូនអ្នកលេងបណ្ដាញសង្គម Facebook ឬក៏បណ្ដាញសង្គមផ្សេងទៀតដែលមានភាពរហ័សរហួននិងសកម្មមែនទែននៅក្នុងការឆ្លើយតបចំពោះសង្គ្រាមចិត្តសាស្ត្រនេះដែលបងប្អូនយើងមិនធ្លាក់ចូលក្នុងសង្គ្រាមនេះទេប៉ុន្តែទុយទៅវិញគឺបានឆ្លើយតបយ៉ាងសកម្មនេះសបញ្ជាក់ឲ្យឃើញថាម៉េចឃើញថាប្រជាពលរដ្ឋខ្មែរមានស្មារតីរឹងមាំល្អមានទឹកចិត្តស្នេហាជាតិបរិសុទ្ធនិងមានសាមគ្គីភាពប្រកបទៅដោយស្មារតីបុរេសកម្មនៅក្នុងការប្រយុទ្ធប្រឆាំងព័ត៌មានคล้ายៗប្រឆាំងនឹងសង្គ្រាមចិត្តសាស្ត្រប្រឆាំងនឹងការញុះញង់បំបែកបំបាក់ហើយចេះការពារកិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ប្រទេសនិងប្រជាជាតិខ្មែរបានយ៉ាងល្អដែលពិតជាគួរឲ្យមោទនភាពណាស់នៅក្នុងនាមជាខ្មែរជាពិសេសនៅពេលមានសត្រូវឈ្លានពានទឹកដីប្រជាពលរដ្ឋខ្មែរចេះស្រាក់ដៃគ្នាមានជំនឿចិត្តមុតមមលើរាជរដ្ឋាភិបាលនិងលើថ្នាក់ដឹកនាំក៏ដូចជាលើវីរៈកងទ័ពនិងកងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទរបស់យើងនេះគឺជាចំណុចខ្លាំងយ៉ាងពិតប្រាកដមួយរបស់ខ្មែរយើងហើយនៅតាមចំណុចនេះខ្ញុំក៏សូមឲ្យបងប្អូនយើងចំណាំទុកដែរថាមានខ្មែរយើងចូលនិយមមកក្តាប់តូចទេបាទតែឥឡូវហ្នឹងវាដូចជាតូចជាងមកក្តាប់តូចទៀតសល់តែ2-3ប្រហែលអ្នកតែប៉ុណ្្នឹងទេដែលបន្តសកម្មភាពប្រឆាំងផលប្រយោជន៍ខ្លួនឯងហើយបំរើឲ្យផលប្រយោជន៍ប្រទេសដែលឈ្លានពានយើងណាសល់ប្រហែលអ្នកទេបាទក្រៅពីហ្នឹងអ្នកដែលធ្លាប់គ្រប់គ្រងពីមុនមកដែលមានសល់តិចតួចចុងក្រោយហ្នឹងគេបានមើលឃើញគេបានងាកមក
ចូលរួមនៅក្នុងចលនាមហាសាមគ្គីជាតិខ្មែរដ៏ខ្លាំងក្លានៅជុំវិញរាជរដ្ឋាភិបាលនិងវិរៈកងទ័ពរបស់យើងក្រោមការដឹកនាំរបស់ថ្នាក់ដឹកនាំរបស់យើងគឺមានសម្ដេចមហាបវរធិបតីហ៊ុនម៉ាណែតដែលជានាយករដ្ឋមន្ត្រីមានសម្ដេចអគ្គមហាសេនាបតីតេជោហ៊ុនសែនជាប្រធានព្រឹទ្ធសភាដែលលោកតែងតែផ្ដល់ភាពកក់ក្ដៅដល់ប្រជាពលរដ្ឋយើងនៅគ្រប់កលៈទេសៈបាទជាពិសេសក្នុងកលៈទេសៈដែលប្រទេសយើងជួបការលំបាកដោយដែលយើងកំពុងឆ្លងកាត់នៅពេលនេះអញ្ចឹងយើងអាចសរុបមកវិញថាម៉ោងនេះខ្មែរបានបង្ហាញភាពខ្លាំងរបស់ខ្លួនឲ្យពិភពលោកបានឃើញហើយសហគមន៍អន្តរជាតិក៏គេកំពុងតែចាប់អារម្មណ៍កាន់តែខ្លាំងមកលើប្រទេសកម្ពុជាយើងប្រទេសដែលកំពុងតែតស៊ូយ៉ាងស្វិតស្វាញប្រឆាំងជាមួយនឹងសត្រូវឈ្លានពានប្រទេសដែលមានប្រជាពលរដ្ឋចេះសាមគ្គីគ្នាយ៉ាងរឹងមាំក្នុងបុព្វហេតុការពារអធិបតេយ្យភាពបូរណភាពទឹកដីនិងការពារពលរដ្ឋស្លូតត្រង់ចេញពីការរំលោភបំពានយ៉ាងកំរោលពីសំណាក់ប្រទេសថៃអញ្ចឹងសូមបងប្អូនយើងបន្តបាទបងប្អូនទាំងក្នុងនិងក្រៅប្រទេសសូមបន្តរក្សាកម្លាំងមហាសាមគ្គីជាតិដ៏ខ្លាំងក្លានេះឲ្យคล้ายទៅជាមោទនភាពជាតិនៅគ្រប់កលៈទេសៈពីព្រោះនេះគឺជាកម្លាំងចលករដ៏ខ្លាំងក្លាដែលអាចយកឈ្នះអស់មានសត្រូវជាពិសេសយកឈ្នះសត្រូវឈ្លានពានទឹកដីរបស់យើងបាទសូមអរគុណកម្មវិធីរបស់យើងបានឈានដល់ទីបញ្ចប់តែប៉ុណ្ណេះហើយយើងខ្ញុំទាំងពីរនាក់សូមគោរពជម្រាបលាតែប៉ុណ្ណេះបាទសូមអរគុណ